សួស្តីបងប្អូនទាំងអស់គ្នាបើកបាវីដេអូមកគឺថាតឹងដៃតឹងដងមែនតើបងប្អូនដោយសារតែយើងចូលត្រីហើយទាំងព្រឹកព្រលឹមយើងណាហើយបងប្អូនឃើញមាត់ត្រីស្រាប់ហើយនៅពេលព្រឹកព្រលឹមគឺថាកូនត្រីឡើងប្រសាចពេញហ្នឹងហើយកូនត្រីឡើងប្រសាចហើយត្រីប្រមាញ់នុយប្រកាសជាដេញខំកូនត្រីអញ្ចឹងជាឱកាសល្អដែលយើងលេងនុយជីតែវាទៀងហើយពេលខ្លះយើងលេងបានពេលខ្លះយើងលេងមិនបានគប់ចំវាពេលខ្លះគប់មិនចំវាអញ្ចឹងណាហើយនុយជីដែលខ្ញុំលេងពីច្រើនខ្ញុំលេងខ្នាត10ក្រាមហើយនឹង7ក្រាមតែពីច្រើនបងប្អូនគាត់ចង់លេងធ្ងន់នេះទៅគាត់លេង5-10ក្រាមចឹងទៅតែចំពោះខ្ញុំទោះទឹកហូរឬក៏ទឹកអត់ហូរក៏ដោយខ្ញុំលេងតាម7ក្រាមហើយនឹង10ក្រាមហើយបងប្អូនឃើញលទ្ធផលខ្ញុំស្រាប់ហើយគឺបានត្រីអង្គគួរសមដែរវាបូករួមមួយសំណាងចឹងដែរចឹងណាហើយការលេងរបស់ខ្ញុំគឺខ្ញុំលើកអធិដូចបងប្អូនឃើញវីដេអូខ្ញុំចែកម្លែកពីរបៀបលេងមុនហើយគឺយើងលេងលើកអធិឬក៏ដើរទៅលេងអីចឹងទៅហើយចំពោះបងប្អូនទៅលេងទៅទីតាំងវីតាទឹកហ្នឹងបងប្អូនគួរណាតែដើរលេងឲ្យគ្រប់កន្លែងចឹងទៅយើងមានឱកាសច្រើនបើយើងអង្គុយមកកន្លែងពេលខ្លះបើយើងសំណាងយើងអង្គុយមកកន្លែងទៅក៏បានច្រើនដែរតែបើយើងអត់សូវនេះទេយើងត្រូវដើរស្វែងរកកាច់ចឹងនៅកន្លែងជុំវិញហ្នឹងយើងដើរគ្រប់កន្លែងទៅដូចខ្ញុំចឹងខ្ញុំដើរលេងគ្រប់កន្លែងចឹងទៅបានមានឱកាសបានត្រីគួរសមយើងសំណាងទៅបានលេងច្រើនអញ្ចឹងដូចខ្ញុំបញ្ជាក់ម្ដងហើយម្ដងទៀតចឹងខ្ញុំលេងនុយខ្នាត7ក្រាមនិង10ក្រាមកុំឲ្យបងប្អូននិយាយថាលក់តែនុយ5-10ក្រាមខ្លួនឯងលេង7ក្រាមនិង10ក្រាមកាប៉ិតនុយ7ក្រាមនិង10ក្រាមក៏ខ្ញុំមានលក់ដែរបងប្អូននុយ7ក្រាម10ក្រាម5-10ក្រាមគឺមានទាំងអស់ហើយមកប្រអប់វាមាន5ពណ៌ដូចខ្ញុំដាក់រូបនៅលើឲ្យមើលមុននឹងចឹងបើសិនជាបងប្អូនចង់បាននេះអាចតំណតំណមកបានហើយការទិញនុយមកប្រអប់គឺមកប្រអប់វាមាន5គ្រាប់មកប្រអប់$5ហើយបើសិនជាបងប្អូនចង់ទិញ4ប្រអប់អានឹងខ្ញុំមាន free សេវាដឹកជូនចឹងណាបងប្អូនអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងទេបងប្អូនមានចម្ងល់ទាក់ទងពីការលេងជីកអាច comment សួរបានអរគុណច្រើនជំរាបលាជួបគ្នាវីដេអូក្រោយអូខេយើងសម្រាប់បងប្អូនទៅការឈុតលេងនុយជីកជួយអាចបបកបានស៊ុយក៏បានដែរលេងនុយជីកអីកាន់តែអែមទៀតដូចបងប្អូនឃើញអញ្ចឹងគឺថាអែមមែនតើអញ្ចឹងបើសិនជាបងប្អូនចង់បានដងក៏បានដុំក៏បានឬក៏ចង់រៀបជាឈុតចេះក៏បានដែរខ្ញុំមានរៀបជូនដល់បងប្អូនអាចតាក់ទងបាន